គោលដៅរបស់ចាយសីពេជ្រចាំផលិតផលខ្មែរម៉ាកកុមារឈានមុខនេះណាគឺថាធ្វើយ៉ាងណានាំកូនទៅដើរលេងកន្លែងល្បីៗជុំវិញពិភពលោកតែម្ដងដូចក្នុងវីដេអូនេះគឺ Handra Gate និងទ្វារនៃឋានសួគ៌ចា Gate of Heaven នៅខាងកោះបាលីឥណ្ឌូនេស៊ីគឺថានាំកូនទៅលេងកន្លះខែនោះបងប្អូនហើយគឺថាសុខកោះបាលីតែម្ដងហើយក៏បានស្លៀកពាក់នៅកៅអៅប្រពៃណីបែបកំមុំកោះបាលីកំឡះកំមុំកោះបាលីណាចាគឺថាខ្ញុំចង់និយាយថាទាំងសរងទាំងកៅអៅប៉ាក់ដិនអីនេះគឺដូចរបៀបខ្មែរយើងមែនតើបងប្អូនហើយគឺមានលក្ខណៈស្តៀងណាប្រហែលជាពីមុនមកមានការពាក់ព័ន្ធគ្នាទៅនឹងវប្បធម៌ប្រពៃណីពីដើមអើយបុព្វបុរសយើងមកអីដែរណាបងប្អូនព្រោះកៅអៅប៉ាក់នេះចង់និយាយថាប៉ាក់បែបខ្មែរយើងហ្មងណាបងប្អូនចាំមកខ្ញុំលឺបងប្អូនអ្នកលក់អ្នកប្រើអីគាត់និយាយប៉ាក់ឥណ្ឌូនេស៊ីប៉ាក់ឥណ្ឌូនេស៊ីចាគឺដូចមែនតើហ្មងបងប្អូនហើយស្រងនេះគឺស្រងបែបខ្មែរយើងអីចឹងដែរណាបងប្អូនណាហើយនេះគឺថាចង់និយាយពីការថតនេះបងប្អូនហើយបងប្អូនឃើញថតគ្រប់ប្លង់គ្រប់អីនេះចង់ទៅសើពីជនជាតិឥណ្ឌូនេស៊ីនៅកោះបាលីនោះមែនតើគាត់មានភាពរស់រាយរាក់ទាក់ហើយ helpful គឺថាជួយយើងបងប្អូនគឺជួយយកអាសាយើងអស់ពីចិត្តពីថ្លើមដោយមិនរំពឹងអីតែម្ដងចាគឺគាត់ធ្វើអីគឺគាត់ធ្វើដោយសប្បាយចិត្តដោយរីករាយចាដោយអស់ពីចិត្តចាអត់ខ្ជិលទេខ្ញុំចង់និយាយថាខ្ញុំចង់ទៅសើប្រជាជនគេនឹងហ្មងគឺថាអត់ខ្ជិលទេបងប្អូនហើយទទួលយើងភ្ញៀវទេសចរបានល្អមែនតែនហ្មងណាបងប្អូនណាអញ្ចឹងអូយនិយាយទៅខ្ញុំតាសើជនជាតិហ្នឹងមានភាពគឺថាអំណត់ស្វាហាប់ហើយអត់ខ្ជិលទេចាដូចថតនេះថតតើយើងអ្នកថតនឹងចង់ខ្ជិលហ្មងចាចង់ប្រាប់ថាអូយបានហើយចង់និយាយគេអ្នកថតឲ្យយើងគេអត់ហត់ទេគ្រាន់តែយើងឲ្យគេថតឲ្យនឹងចង់ថាអីគេធ្វើនេះអស់ពីចិត្តពីថ្លើមគេហ្មងហាក់អត់មានរំពឹងអីទេអត់មានរំពឹងលុយធីបលុយអីទេហើយខ្ញុំចង់និយាយថាគេឃើញយើងនេះហ្នឹងគេសួរដូចថាគេឃើញយើងគឺគេមានចិត្តសួរមកយើងមុនហ្មងថាយើងចង់បានអីសាប៊ូកក់សក់ដុសខ្លួនកុមារម៉ាក់កុមារឈានមុខផលិតនៅក្នុងប្រទេសកម្ពុជាផលិតផលជាតិមោទនភាពជាតិយើងគាំទ្រផលិតផលជាតិដើម្បីសេដ្ឋកិច្ចជាតិយើងធ្វើឲ្យសក់កុមារដុសក្រាស់ទន់ភ្លឺរលោងផ្ដោតសំណើមដល់ស្បែកកុមារបំបត្តិកន្ទួលរមាស់ជួយការពារស្បែកកុមារធ្វើឲ្យស្បែកកុមារទន់ភ្លឺរលោងមានក្លិនក្រអូបប្រហើរបែបធម្មជាតិប្រើនៅវត្ថុធាតុដើមល្អបំផុតដែលសមស្របជាមួយស្បែកកុមារសម្រាប់បងប្អូនដែលត្រូវការផលិតផលកុមារផលិតនៅក្នុងប្រទេសកម្ពុជាយើងម៉ាកកុមារឈានមុខផលិតឡើងដោយបេះដូងក្តីស្រឡាញ់ចំពោះជនជាតិខ្មែររោងចក្រខ្មែរថៅកែខ្មែរបុគ្គលិកខ្មែរបាកូដខ្មែរចុះបញ្ជីផលិតផលត្រឹមត្រូវតាមផ្លូវច្បាប់សរុបមកផលិតផលខ្មែរសុទ្ធ 100% ធានាជូនគុណភាពខ្ពស់ស្តង់ដារអន្តរជាតិ